ដើរលេងបែបខ្មែរម៉ោង4ភ្លឺវិលកង់តទៅវិចខ្នើយបានត្រឡប់ខ្មែរយើង4-5ភ្លឺគឺចាប់ផ្ដើមចេញដំណើរហើយតែប្តីនាងខ្ញុំជនជាតិបរទេសចាតទៅវិចខ្នើយបានតខំហ្នឹងគឺថាអត់មានកម្លាំងដើរលេងទេសឹងថាគេសែងមកដាក់ឡានណាហើយដាក់ទាំងភួយទាំងខ្នើយទៀតមុនពេលចូលគេងគេថាហានីកុំភ្លេចដាស់ផងណាខ្លាចងើបអត់តាន់គេពួកខ្ញុំជិះតាមផ្លូវលបឿនលឿនអញ្ចឹងគឺឆាប់ដល់ទេហើយសំខាន់មកប្រហែលជា6អីហ្នឹងគឺរឿងស្រស់ស្រាយជាងមុនហើយអាចងើបបានដូចគេឯងចាប់ផ្ដើមចេញស្នាមញញឹមបដាហើយម៉ោង7ព្រឹកគឺមកដល់កំពង់សោមថ្ងៃនេះពួកយើងមកទាំងគ្រួសារហ្មងហើយសំខាន់សុំ make up លក្ខណៈ Latino ទៅហ្នឹងថ្ងៃហ្នឹងណាព្រឹកឡើងទៅរកកាហ្វេផឹកសិនតែអត់កាហ្វេអត់បានទេបន្ទាប់ពីញ៉ាំកាហ្វេហើយគឺនាំគ្នាទៅញ៉ាំអាហារពេលព្រឹកហើយនឹងមួយទឹកនៅឆ្នេរសមុទ្រអូត្រេសណាពេលដែលពួកខ្ញុំទៅហ្នឹងគឺអត់សូវមានមនុស្សច្រើនទេអញ្ចឹងគឺងាយស្រួលក្នុងការរកកន្លែងមានអ្នកសពពងខ្លះទៅមានអ្នករៀបចំបាយព្រឹកខ្លះទៅឆាប់បានញ៉ាំពេលមកសមុទ្រអញ្ចឹងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើជាពិសេសឥឡូវគឺមានផ្លូវលបឿនលឿនអញ្ចឹងយើងចង់ទៅវិលល្ងាចក៏បានដែរអត់មានពិបាកដូចមុនទេវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ